បងប្អូនទាញមើលថាកន្លែងនេះជាកន្លែងណាសំខាន់នៅស្រុកខ្មែរយើងមិននៅស្រុកក្រៅទេណាខ្ញុំទៅដល់ឡើង Oh my god ទីក្រុងហ្នឹងនៅលើភ្នំកលិកលាក់ទឹកកឡុកអញ្ចឹងហ្មងស្អាតខ្លាំងណាស់បងប្អូនស្រុកខ្មែរយើងមានទឹកដីភូមិសាស្ត្រអស្ចារ្យបែបហ្នឹងហើយព្រឹកឡើងដូចនៅលើឋានសួគ៌បងប្អូនពពកហោះកាត់មកផ្ទះហ្មងខ្ញុំទៅដល់ surprise មែនតើឃើញស្រុកខ្មែរយើងមានទឹកដីអំណោយផលដល់ថ្នាក់ហ្នឹងនៅនេះមានតាំងពីទឹកជ្រោះសមុទ្រឈើឡើងដាច់កន្ទុយភ្នែកហើយសំខាន់ដីនៅហ្នឹងគេដាំកាហ្វេអារ៉ាប៊ីកាបានទៀតភូមិសាស្ត្រនេះខេត្តផ្សេងអត់មានទេបងប្អូនមានតែខេត្តមណ្ឌលគិរីតែប៉ុណ្ណោះខ្ញុំលើកទី1បងប្អូនដែលស្គាល់ទេហើយសំខាន់មកចំពេលរដូវកាលបៃតងនេះស្អាតមែនតើហ្មងកលេចទៅណាក៏បៃតងដែរហើយភ្នំនៅហ្នឹងខុសពីភ្នំកន្លែងផ្សេងថងណាគឺវាវាលស្មៅចឹងហ្មងបងប្អូនហើយស្មៅហ្នឹងធម្មជាតិអត់មានតែគេកាត់ទេណាមិនបើមានតែគេប្រាប់ខ្ញុំថាស្រុកខ្មែរយើងមានកន្លែងស្អាតដល់ហ្នឹងហើយដែលពិសេសមួយទៀតនៅហ្នឹងមានបងប្អូនជនជាតិភាគតិចភូណងពួកគាត់គួរឲ្យចាប់អារម្មណ៍មែនតើហើយគួរឲ្យស្រឡាញ់ណាគាត់មានភាសាមានវប្បធម៌អរិយធម៌របស់ជនជាតិពួកគាត់ហ្មងនិយាយទៅទឹកដីនេះជាទឹកដីពិសេសហើយអំណោយផលមែនតើបងប្អូនតាំងពីទេសភាពតាំងពីអាកាសធាតុដីដាក់អីក៏ដោះព្រៃឈើឡើងដូចសមុទ្រហើយសំខាន់មានអត្តសញ្ញាណជនជាតិភូណងដែលជាតំណាងខេត្តមណ្ឌលគិរីហ្នឹងហ្មងអស្ចារ្យណាបងប្អូនទឹកដីស្រុកខ្មែរយើងមានចម្រុះគ្រប់បែបសន្តានបងប្អូនធ្លាប់ទៅលេងមណ្ឌលគិរីអត់ក្នុងរដូវកាលបៃតងណា vlog ថ្ងៃនេះខ្ញុំនឹងនាំបងប្អូនទៅលេងមណ្ឌលគិរីមួយខ្ញុំយើងចេញពីព្រលឹមបងប្អូនរៀងឆ្ងាយដែររៀបចំកៅអៅនៅមុនចេញតាណាយើងចូលកាល់តិចចាក់សាំងឲ្យពេញសិនហើយញ៉ាំកាហ្វេឲ្យស្លាស់មុខស្លាស់មាត់សិនណាបងប្អូនខែនេះស្រុកខ្មែរយើងពេញដើរណាទេសភាពតាមផ្លូវកន្លែងតាណាក៏បៃតងដែរហើយត្រជាក់ស្រួលទៀតបងប្អូនទៅដល់មណ្ឌលគិរីប៉ុបអស្ចារ្យមែនតើបងប្អូនខ្ញុំអត់ដឹងថាភូមិសាស្ត្រស្រុកខ្មែរយើងស្អាតដល់ថ្នាក់ហ្នឹងខ្ញុំស្មានតែភ្នំហ្នឹងមានតែមកកណ្ដុបតែធ្លាប់ឃើញគេថតហ្នឹងទេក៏ពិតមានណាខេត្តហ្នឹងគឺភ្នំអញ្ចឹងទាំងអស់ហ្មងបងប្អូនកលិចកលាក់ទឹកកឡុកចឹងរហូតហ្មងនិយាយពីការធ្វើដំណើរផ្លូវឆ្ងាយពិសេសផ្លូវចេះអីការជ្រើសរើសប្រេងឥន្ធនៈសំខាន់ណាស់ណាខ្ញុំដំណើរមកណាខ្ញុំចាក់តកាល់តិចហ្មងបងប្អូនបត់ពិសោធន៍ខ្ញុំធ្វើដំណើរជាក់ស្ដែងផ្លូវឆ្ងាយឬក៏ឡើងចុះទួលច្រើនអញ្ចឹងជន់ទៅមានអារម្មណ៍ថាស្ទុះធូរស្រួលបើកហ្មងបងប្អូនតាមខ្ញុំដឹងគ្រប់ប្រេងឥន្ធនៈកាល់តិចទាំងអស់មានសារធាតុបន្ថែម Techron ដោយសារធាតុហ្នឹងវាជួយទៅលាងសម្អាតកំណកកំបោរនៅក្នុងម៉ាស៊ីនឡានរបស់យើងឧទាហរណ៍ដូចទៅសាយឈាមយើងអញ្ចឹងនៅពេលដែលខ្លាញ់ស្ទះច្រើនវាបង្កើតជាបញ្ហាហើយត្រូវអញ្ចឹងសារធាតុ Techron ហ្នឹងវាជួយទៅលាងសម្អាតម៉ាស៊ីនឡានរបស់យើងធ្វើឲ្យម៉ាស៊ីនដំណើរការបានល្អហើយតាមខ្ញុំប្រើជាក់ស្ដែងហ្នឹងហ្មងជន់ទៅស្ទុះធូរស្រួលបើកមែនតើបងប្អូនហើយសំខាន់ខ្ញុំចាក់មកពេញហ្នឹងមានអារម្មណ៍ថាជិះបានឆ្ងាយមែនតើកាល់តិចឥឡូវមានគ្រប់កន្លែងហ្មងជិះតាមផ្លូវឃើញរហូតសំខាន់មណ្ឌលគិរីក៏មានកាល់តិចដែរណាហើយបើក24ម៉ោងទៀតខ្ញុំឃើញអញ្ចឹងចាំកាលមកពីពេញហ្នឹងអស់សាំងតាបន្តិចហ្នឹងតែចូលចាក់មកពេញថែមទៅបងប្អូនហើយ fan កាហ្វេ Plus តាណាអស់ហើយនៅមណ្ឌលគិរីក៏មានកាហ្វេ Plus ដែរណាចេញពីចាក់សាំងយើងជិះទៅលេងកន្លែងផ្លូវអសរអេហ៎បងប្អូនស្អាតមែនតើយើងមើលថ្ងៃលិចមើលអីអញ្ចឹងណាសាកថ្មជីវិតហើយដល់ពេលផឹកឡើងបើកទ្វារក្រាកបងប្អូនពពកនៅមុខផ្ទះហ្មងខ្ញុំមានអារម្មណ៍ថាដូចនៅលើឋានសួគ៌ហ្មងបងប្អូនទឹកដីនេះមិនគួរឲ្យជឿពពកហោះកាត់មុខយើងអញ្ចឹងហ៎បងប្អូននេះហើយរោងចក្រផលិតពពកបងប្អូនបាញ់ពពកឆ្វាចចេញពីដីហ្មងស្រុកយើងមានកន្លែងស្អាតអស្ចារ្យច្រើនណាស់ទឹកជ្រោះប៊ូស្រាល្បីមែនតើខ្ញុំទៅមកឃើញឯងឡើង3តំណាក់បងប្អូនអើយសំខាន់ការរៀបចំនៅហ្នឹងគឺបានល្អមែនតើខ្ញុំនិយាយតាមខ្ញុំមើលឃើញហ្មងចូលទៅដល់គេមានលេងភ្លេងជនជាតិភូណងស្វាគមន៍យើងហើយសំខាន់ខ្ញុំបានជួបម៉ាក់យាយជនជាតិភូណងគាត់ sweet មែនតើគាត់មានភាសាភូណងខ្ញុំទៀតខ្ញុំចង់យកប្រពន្ធគាត់បឆោអ៊ូរគាត់បឆោអ៊ូរគាត់បឆោអ៊ូរគាត់បខលនេះវើខ្ញុំចង់មកលេងពុកម៉ែគាត់ពូខមមេងវើខ្ញុំចង់លេងពុកម៉ែខ្ញុំចង់លេងពុកម៉ែឲ្យយកប្រេងវើខ្វែឡាំចង់រ៉េប្រេងវើខ្វែឡាំសុខសប្បាយខ្ញុំបានទៅលេងចកាកាហ្វេគេទៀតបងប្អូនអារ៉ាប៊ីកាពូជកាហ្វេហ្នឹងឈ្ងុយឆ្ងាញ់ហើយថ្លៃណាមិនងាយដាំបានទេតែនៅមណ្ឌលគិរីគេដាំបានបងប្អូនហើយឃើញដើមកាហ្វេអត់នេះដើមកាហ្វេហើយស្លឹកវានេះគេយកញ៉ាំមួយបាញ់ឆៅអត់មាននរណាផ្សេងបងប្អូនមានតែនៅមណ្ឌលគិរីទេខ្ញុំសប្បាយចិត្តមែនតើបងប្អូនពេលឃើញកសិផលខ្មែរយើងមានចម្រុះសម្បូរបែបអញ្ចឹងនិយាយទៅទឹកដីនៅនេះពិសេសហ្មងទេសភាពភ្នំបែបហ្នឹងពេញមួយខេត្តហ្មងហើយស្ងប់ស្ងាត់មែនតើអញ្ចឹងបានសម្ដេចតាលោកប្រទានឈ្មោះឲ្យទីក្រុងនឹងថាជាទីក្រុងសែនមនោរម្យ